នៅពេលរឿងខ្លះគាត់ថាពិបាកខ្លាំងពេលគាត់មិនដឹងថាធ្វើមិនជួនកាលពេលខ្លះគាត់ចង់បោះចោលដែររឿងហ្នឹងតែទៅពេលគាត់ងាកមកមើលភាសាទៀតគឺគាត់អត់ទាន់ប្រឡែងគឺគាត់ព្យាយាមម្ដងហើយម្ដងទៀតគឺគាត់ព្យាយាមមែនទែនដើម្បីសម្រេចរឿងក្តីមួយគឺគាត់ព្យាយាមខ្លាំងណាស់ទាំងមន្ត្រីអដកទាំងអស់គឺខ្ញុំសរសើរទឹកចិត្តរបស់គាត់គឺពាក្យសម្ដីរបស់គាត់ដូចខ្ញុំនិយាយដែរគឺផ្អែមទន់ភ្លន់ដូចធ្វើពេទ្យខាងចិត្តសាស្ត្រខ្ញុំសរសើរគាត់ដោយចិត្តស្មោះអ្នកស្រីជួបសិលាលើកឡើងថាទោះវិវាទស្មុគស្មាញកម្រិតណាក៏មន្ត្រីអដកតស៊ូសម្រុះសម្រួលដោយភាពទន់ភ្លន់រហូតទទួលបានជោគជ័យកាលពីដើមខែវិច្ឆិកាថ្មីនេះអដកបានធ្វើការសម្រុះសម្រួលផ្សារបញ្ចប់វិវាទគ្រួសារដ៏រ៉ាំរ៉ៃមួយករណីទៀតជូនពលរដ្ឋវិវាទគ្រួសារនេះគឺជាប់ពាក់ព័ន្ធនឹងការបែងចែកទ្រព្យរួមរបស់ប្តីប្រពន្ធវ័យចំណាស់មួយគូក្រោយអ្នកទាំងពីររស់នៅមិនចុះសម្រុងនឹងគ្នាវិវាទដែលអូសបន្លាយពេល5ឆ្នាំមកនេះក៏ធ្លាប់បានលើកយកទៅដោះស្រាយនៅតុលាការផងដែរប៉ុន្តែភាគីនៅតែមិនទាន់អាចបញ្ចប់វិវាទនេះបាននៅឡើយនេះគឺជារឿងរ៉ាវវិវាទរបស់ឪពុកម្ដាយអ្នកស្រីជួបសិលាអ្នកស្រីជួបសិលាដែលជាកូននិងជាតំណាងរបស់ភាគីខាងឪពុកបានដាក់ពាក្យស្នើសុំសម្រុះសម្រួលមកអដកក្រោយមើលឃើញថាការដោះស្រាយវិវាទរបស់ឪពុកម្ដាយអ្នកស្រីតាមផ្លូវតុលាការចំណាយពេលវេលាយូរនិងមិនអាចបញ្ចប់វិវាទដោយសន្តិវិធីបើសិនជាពីមុនខ្ញុំនៅតាក់ទងនឹងដាក់ពាក្យនៅតុលាការគឺរឿងហ្នឹងគឺនៅវាចង់និយាយថាវាស្ងាត់ណាបងវាស្ងាត់អត់សូវមានមន្ត្រីខាងតុលាការហ្នឹងតាក់ទងមកយើងយូរម្ដងណាអញ្ចឹងណាតែគាត់ថាវាស្ងាត់ឲ្យដូចខាងអដកនេះគាត់តែយើងដាក់ពាក្យភ្លាមម្លងពេលបានតែមួយខែគឺគាត់ហៅយើងចូលទៅសួរនាំតែម្ដងហើយដោះស្រាយឲ្យយើងរហូតមកហ្មងអត់មានចាំបាច់ថាទុកយូរទេបងនិយាយរួមវាស្រួលជាងតុលាការឆ្ងាយតុលាការទុកពេលរយៈពេលខ្ញុំមើលដោះស្រាយខ្ញុំវាចូលជិត5ឆ្នាំខាងអដកនេះអត់ដល់កន្លះឆ្នាំផងដែលខ្ញុំទួលលទ្ធផលបានជាក់ស្ដែងគឺចុងក្រោយគឺឲ្យបានដីញ៉ាំដាខ្ញុំបានលុយមុននឹងឈានមកដល់ការព្រមព្រៀងបញ្ចប់វិវាទនេះអ្នកស្រីជួបសិលាបានរំលឹកឲ្យដឹងពីការមកសម្រុះសម្រួលនៅអដកដំបូងថាគូភាគីរួមទាំងកូនចៅទាំងសងខាងផងនោះនៅតែមានភាពតានតឹងដាក់គ្នាប៉ុន្តែវត្តមានរបស់លោកជំទាវច័ន្ទសុធាវីអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងជាសមាជិកអដកអមដោយមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអដកបានសម្រួលភាពតានតឹងរបស់ក្រុមគ្រួសារអ្នកស្រីមកអាចជាបើកចិត្តនិយាយគ្នារកដំណោះស្រាយរួមយើងបានចូលទៅជុំគ្នានៅខាងហ្នឹងហើយតែគាត់ថារឿងក្តីហ្នឹងគឺនៅតឹងបស័យខរៀងខ្លួនតែម្ដងអត់មានខាងគេគឺគេអត់ព្រមសម្រួលជាមួយខាងឪទេគឺខាងប្រពន្ធគាត់ហ្នឹងអត់ព្រមសម្រួលទេខាងមន្ត្រីរបស់គាត់គឺថាអង្គុយនិយាយដូចនិយាយរួមដូចពេទ្យចិត្តសាស្ត្រអញ្ចឹងណាបងដូចយើងនិយាយមកគឺថាសម្រួលទោះបីយើងក្តៅប៉ុណ្ណាគឺត្រូវសម្រួលតតែតិចហើយបានគាត់និយាយការងារទៅមុខទៀតអញ្ចឹងណាតែបើថាភាគីកខនៅក្តៅគឺគាត់អត់ទាន់និយាយទេគាត់អត់ទាន់និយាយគាត់ត្រូវឲ្យប្រើក្រុមការងាររបស់គាត់ត្រូវសម្រួលខាងភាគីកហ្នឹងឲ្យតិចជាមួយគ្នាសិនហើយបានគាត់ដោះស្រាយគ្នាទៅមុខយ៉ាងរលូនទៅមុខទៀតអ្នកស្រីជួបសិលាពេញចិត្តអរិយាប័ត្ររបស់មន្ត្រីអដកដែលប្រើប្រាស់ពាក្យសម្ដីផ្អែមទន់ភ្លន់ជាមួយពលរដ្ឋដឹងពីទុក្ខលំបាករបស់ពលរដ្ឋព្យាយាមចុះមកសម្រុះសម្រួលវិវាទជូនគ្រួសារអ្នកស្រីផ្ទាល់ដល់មូលដ្ឋានមិនគិតពីភាពនឿយហត់ខ្ញុំចូលចិត្តពាក្យសម្ដីរបស់គាត់តាំងបងជំទាវបងច័ន្ទសុធាវីនោះគឺខ្ញុំពេញចិត្តសម្ដីរបស់គាត់គឺគាត់ផ្អែមប្រើពាក្យសតូនអូនប្រើពាក្យនិយាយរួមពាក្យរបស់គាត់គឺផ្អែមខ្ញុំអាចទទួលយកបានគឺគ្រប់សាប់ដែលគាត់និយាយមកកាន់ខ្ញុំថាព្រោះដូចនិយាយរួមដូចខ្ញុំដឹកឲ្យយកចូលទៅពេទ្យចិត្តសាស្ត្រយ៉ាងគឺដូចគ្នាគឺទន់ភ្លន់បងទន់ភ្លន់តែបើខ្ញុំជួបខាងគេនៅខាងក្រមនេះខ្លះវិញណាបងនិយាយអត់ដូចគាត់ទេអ្នកខ្លះវិញឲ្យបានធ្វើការរៀងធំតិចគឺគេអត់ស្គាល់ជាប្រជាជនទេអត់ស្គាល់ថាយើងជាប្រជាជនទេតែដូចបងស្រីច័ន្ទសុធាវីខ្ញុំដើររឿងក្តីរបស់ឪគឺគាត់អត់មានបានសុំខ្ញុំអត់មានបានជូនលុយគាត់សាបីតែ100លុយខ្មែរគឺបងស្រីគាត់ចុះមកឲ្យមានទៀមទាតខ្ញុំជូនលុយគាត់ខ្ញុំជូននេះគាត់ក៏គាត់អត់ដែរគឺគាត់ចុះមកដោយស្ម័គ្រចិត្តអត់មានដឹងថាយប់ដឹងតែថ្ងៃទេគឺគាត់ជួយយើងដោះស្រាយឲ្យយើងរហូតដល់បញ្ចប់រឿងនៅពេលរឿងខ្លះគាត់ថាពិបាកខ្លាំងពេលគាត់មិនដឹងថាធ្វើមិនជួនកាលពេលខ្លះគាត់ចង់បោះចោលដែររឿងហ្នឹងតែទៅពេលគាត់ងាកមកមើលភាសាទៀតគឺគាត់អត់ទាន់ប្រឡែងគឺគាត់ព្យាយាមម្ដងហើយម្ដងទៀតគឺគាត់ព្យាយាមមែនទែនដើម្បីសម្រេចរឿងក្តីមួយគឺគាត់ព្យាយាមខ្លាំងណាស់ទាំងមន្ត្រីអដកទាំងអស់គឺខ្ញុំសរសើរទឹកចិត្តរបស់គាត់គឺពាក្យសម្ដីរបស់គាត់ដូចខ្ញុំនិយាយដែរគឺផ្អែមទន់ភ្លន់
ដូចធ្វើពេទ្យខាងចិត្តសាស្ត្រខ្ញុំទៅសារគាត់ដល់ចិត្តស្មោះ មិនត្រឹមតែជាអ្នកសម្រុះសម្រួលផ្សះផ្សាវិវាទមន្ត្រីអដកបានបង្កើតឱកាសឲ្យកូនៗទាំងសងខាងសំពះសុំខមាទោសពីឪពុកម្ដាយរៀងៗខ្លួនដើម្បីបញ្ចប់វិវាទគ្រួសារនេះទៅដោយគ្មានកង្វល់ក្នុងចិត្ត ខាងចំណុចហ្នឹងគឺខាងបងស្រីគាត់ថាឥឡូវបញ្ចប់រឿងឲ្យកូនទាំងអស់ដែលថាធ្លាប់មាត់តូចមាត់ធំដាក់ពុកម្ដាយហ្នឹងគឺគាត់ថាសូមឲ្យកម្មាទោសនឹងទាំងអស់គ្នាទៅពាក្យតូចធំទាំងម៉ាគឺយើងដូចខ្ញុំនិយាយថាយើងបញ្ចប់ក្នុងថ្ងៃទី1វិច្ឆិកាហ្នឹងតែម្ដងគឺខ្ញុំបានបញ្ចប់ខ្ញុំបានបត់ជើងថ្វាយអង្គមគាត់ទាំងសងខាងមិនថាឪពុកមិនថាម្ដាយទេគឺខ្ញុំបត់ជើងនឹងទាំងអស់គ្នាអញ្ចឹងណាដើម្បីកម្មាទោសសូមកម្មាទោសពីគាត់អញ្ចឹងណាខកហើយក៏ខ្ញុំប្រើពាក្យថាសូមមហោរកម្មប្រើពាក្យអីទៀតដែលយើងអត់បាននិយាយដូចយើងអត់បាននិយាយរៀនសូត្របានខ្ពង់ខ្ពស់អញ្ចឹងណាបងតែក្នុងចិត្តរបស់ខ្ញុំគឺខ្ញុំថាសូមបញ្ចប់គឺបញ្ចប់តែម្ដង អ្នកស្រីជួបនិមលដែលជាកូនម្នាក់ទៀតរបស់ភីគីនិងជាតំណាងរបស់ភីគីខាងម្ដាយវិញក៏បានបង្ហាញចំណាប់អារម្មណ៍ត្រេកអរនិងធូរស្បើយក្នុងចិត្តពេលឃើញម្ដាយឪពុករបស់អ្នកស្រីអាចបញ្ចប់វិវាទដែលអូសបន្លាយពេលយូរមកនេះបានដោយសន្តិវិធីនៅអដក បងអរគុណដល់មីងសធាវីដែលបានសម្រុះសម្រួលគ្រួសារបងឲ្យមានក្តីសុខក្នុងគ្រួសារវិញលែងមានទំនាស់ក្នុងគ្រួសារទៀតអូនបងអរគុណដល់មន្ត្រីអដកខ្លាំងមែនទេដែលបានជួយសម្រុះសម្រួលគ្រួសារបងអរគុណខ្លាំងណាស់ពីមុនតាំងដូចខ្សែយប៉ៃចឹងអូនបោកភ្នែកមកមិននៅស្រាលអត់មានអីទេសប្បាយចិត្តអរឃើញម៉ែឪលែងមានរឿងអីគ្នាទៀតអូនគាត់ពុកនោះក៏ស្រួលម៉ែនេះក៏ស្រួលចប់ហើយឥឡូវព្រមព្រៀងគ្នាត្រឹមម៉ែយកលុយ 30000 ហើយបកគោលដីនឹងទៅឲ្យគាត់ទៅឥឡូវចប់ទាំងអស់ហើយអូនអត់មានអីទៀតទេ អ្នកស្រីជប់សិលាបានឲ្យដឹងថាបើទោះបីជាវិវាទគ្រួសាររបស់អ្នកស្រីបានបញ្ចប់ទៅដោយការឯកភាពគ្នាផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក៏ដោយក៏មន្ត្រីអដកនៅតែបន្តតាមដានចាំជួយដល់គ្រួសារអ្នកស្រីផងដែរ ហើយនៅមួយរយៈខាងក្រោយនេះបងស្រីនឹងចុះមកមួយសារទៀតដើម្បីមើលភាពជាក់ស្ដែងថាដែលគាត់ដាក់មកហ្នឹងតែយើងអាចធ្វើតាមគាត់បានអត់គាត់នឹងមើលយើងតាមក្រោយគាត់អត់ប្រឡែងទេគាត់អត់ទាន់ប្រឡែងទេគាត់ចង់ដឹងមើលថាតើគ្រួសាររបស់ខ្ញុំនិងគ្រួសារអ្នកម្ដាយហ្នឹងវានៅទៅជាយ៉ាងម៉េចទៅខាងមុខទៀតគាត់នឹងចាំមើលយើងនៅពីក្រោយខ្នងទៀតអញ្ចឹងណាគាត់អត់ទាន់ប្រឡែងទេ